เธอเนี่ยบางปอนต่างออกគ្នាខ្ញុំនិយាយអត់ខុសទេបងប្អូនទាំងអស់គ្នាបន្ទាប់ពីអាសាញ់និងអាសុញពីអ្នកឪកូននេះឧបត្ថម្ភឲ្យថៃ$50,000ដើម្បីធ្វើការដោះមីនរួមគ្នានៅតាមព្រំដែនឥឡូវនេះថៃវាយកគ្រឿងចាក់មកដោះមីនហើយដោះបានទាំងមីនយកបានទាំងដីរាយបលាលូបន្ថែមឥឡូវគិតមិនខ្ញុំមិនមែនចេះតែនិយាយណាបងប្អូនទាំងអស់គ្នាមុននឹងនិយាយអីក៏ដោយត្រូវតែមានភ័ស្តុតាងខ្ញុំមិនចង់ឲ្យបងប្អូនទាំងអស់គ្នាបន្តការវេទនាបែបនេះទៀតទេហើយឥឡូវនេះយើងនៅតែបន្តការវេទនាដដែលនៅក្នុងរបបដឹកនាំពីឪទៅកូននឹងទៀតមែនខ្ញុំសួរបងប្អូនតិចមើលប្រទេសគេចិត្តខាងគេងើបអស់ហើយចុះយើងនៅតែបន្តវេទនាទៅវេទនាតាំងពីម៉ែពីឪឥឡូវមកវេទនាដល់ខ្លួនឯងមិនផងបន្តឲ្យការវេទនានឹងដល់កូនចៅជំនាន់ក្រោយទៀតមែនខ្ញុំចង់សួរបងប្អូនខ្ញុំទទួលស្គាល់ថាពូជខ្មែរគឺជាពូជអ្នកតស៊ូតែមិនមែនស៊ូដេករងចាំថ្ងៃស្លាប់ទេបងប្អូនអរគ្នាត្រូវតស៊ូឡើងវេទនាត្រឹមយើងនឹងបានហើយកុំឲ្យវេទនាដល់កូនចៅជំនាន់ក្រោយទៀតបងប្អូនទាំងអស់គ្នានេះឆ្នាំ2025នៅឆ្នាំ2026ឆ្នាំ2027ដល់ឆ្នាំ2030យួនចូលពេញស្រុកទៀតបងប្អូនចាំមើលភ្លឺភ្នែកខ្លាំងជាងនឹងទៀត